អរុនសួស្តីនិងគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទយើងបែកគ្នាយូរមែនតើហើយថ្ងៃនេះ admin មានរឿងដើម្បីចែករំលែកបាទដល់បងប្អូនទាំងអស់គ្នាជាទីសម្ដាប់ណាហើយរឿងនេះគឺជារឿងថ្មីហើយរឿងនេះគឺជារឿងពិតនៃការចែករំលែកអំពីបាទបងស្រីម្នាក់បាទដែលគាត់ជួបផ្ទាល់ហើយគាត់បាននិយាយប្រាប់ admin ពីរឿងហួសចិត្តនិងរឿងដែលធ្វើឲ្យគាត់នឹងចងចាំក្នុងជីវិតរបស់គាត់បងស្រីគាត់ជាអ្នករស់នៅខាងខេត្តបាទកំពង់ចាមបាទហើយយើងល្បីណាកំពង់ចាមគឺបើនិយាយពីសម័យមុនណាយូរឆ្នាំ10 20 30ឆ្នាំមុនហ្នឹងគឺនៅខាងហ្នឹងគឺសម្បូរណាស់រឿងអាគមអូមអាមគឺរឿងធ្មប់អាបអីគឺច្រើនមែនតើបើសិនជាបងប្អូនបានស្ដាប់ឬក៏អីបងប្អូនប្រហែលជាដឹងហើយដោយសារតែកំពង់ចាមល្បីកំពង់ចាមកំពង់ធំណាតកែវហ្នឹងសិតតែកន្លែងដែលល្បីតើតោងទៅនឹងគ្រូខ្មែរណាប៉ុន្តែរហូតដល់បច្ចុប្បន្នហ្នឹងគឺមានការប្រែប្រួលណាមិនមែនថាអត់ទេនៅតែមានរបៀបបុរាណកាលរបស់យើងណាគ្រូខ្មែរបៀបអូមអាមគឺនៅតែមានគ្រាន់តែវាថយជាងមុនដោយសារពីមុនយើងវាបុរាណតែឥឡូវនេះយើងវាសម័យ digital ពេញខ្លួនហ្នឹងណាយើងរៀនចេះអីហ្នឹងគឺអ្នកខ្លះក៏ដឹងល្បិចដឹងល្បោចអស់ហើយរបស់គ្រូខ្មែរមួយចំនួនណាតោះយើងកុំឲ្យខាតពេលយូរទៅសម្ដាប់រឿងដែលគាត់បាននិយាយប្រាប់ admin នៅសាច់រឿងរបស់គាត់ដូចតទៅរឿងហ្នឹងកើតឡើងនៅក្នុងឆ្នាំ2015ពេលដែលអង្គធានហ្នឹងគាត់គឺជាអ្នកដែលលក់អីវ៉ាន់នៅលើផ្លូវណាហើយគាត់អង្គុយលក់ធម្មតាដូចគេទៅឯងអញ្ចឹងទៅគឺមានតូបមួយដល់ល្មមណាហើយក្នុងពេលហ្នឹងគឺស្រាប់តែមានគ្រូម្នាក់បាទគាត់ដើរនៅលើផ្លូវណាគាត់ដើរលើផ្លូវគាត់មានខ្សែគាត់កាន់បាទដូចជាខ្សែកអីស្អីគេកង្កាំអីចឹងណាហើយសក់គាត់រឿងវែងតិចដែរដូចតែហៅថាសក់កណ្ដាញ់សក់អីចឹងទៅហើយគាត់មើលបែបផែនដំបងគ្រូហ្នឹងហាក់ដូចជាគ្រូខ្មែរទេហើយគ្រូហ្នឹងដើររហូតអត់ដែលជីអីទេដើររហូតក្នុងពេលហ្នឹងគឺគាត់ឃើញពេលដែលគាត់ឃើញមកស្រីអង្គុយនៅក្នុងផ្ទះហ្នឹងណាក្នុងកន្លែងហាងលក់ហ្នឹងគាត់ក៏ចូលទៅហើយគាត់ចូលទៅគាត់ចាប់ដៃគេថាមើលគ្រូអត់អញ្ចឹងណាហើយក្នុងពេលហ្នឹងបងថាមើលពីអីអញ្ចឹងណាហើយគាត់ថាអាចដឹងអំពីជីវិតរបស់អ្នកអញ្ចឹងអ្នកឯងចង់ដឹងពីអីខ្ញុំនឹងប្រាប់អញ្ចឹងណាហើយក្នុងពេលហ្នឹងគឺបងធាក៏គាត់ចង់ចិត្តឈ្នះដែរគាត់ចង់ដឹងរឿងថាតើគ្រូនឹងទីច្បាស់មិនច្បាស់អញ្ចឹងណាហើយគាត់ប្រាប់ឲ្យគ្រូនឹងចាប់ដើមទីបាញ់ជើងលេងវាយអតបាក់ទីអញ្ចឹងទៅហើយក្នុងពេលហ្នឹងគឺគ្រូនឹងគាត់ប្រាប់ហើយគាត់ថាវិធានហ្នឹងបើសិនជាចង់ឲ្យមានបានណាបើសិនចង់មានបានណាកុំរកស៊ីលក់ហ្នឹងហើយឲ្យទៅរកស៊ីអីផ្សេងណាជារកស៊ីដែលឆ្ងាយណាដូចជាអ្នកធ្វើអីចឹងទៅអញ្ចឹងក្នុងពេលហ្នឹងគឺវិធានហ្នឹងគឺគាត់ដោតដែរថាគាត់រកស៊ីលក់សប្តាហ៍ហ្នឹងវាមិនជាអ្នកមានទេមកល្មមណាតែគាត់ក៏មិនចោលដែរអញ្ចឹងណាហើយពេលដែលគាត់ប្រាប់គ្រូប្រាប់អញ្ចឹងទៅគាត់ក៏គិតដែរថាយីបើអញនៅផ្ទះអញ្ចឹងគឺវាពិបាកដែរបើសិនយើងដើរទៅឆ្ងាយធ្វើការនៅឆ្ងាយអញ្ចឹងប្រហែលជាអាចមានបានជាងហ្នឹងហើយបន្តមកទៀតហ្នឹងគឺគាត់គ្រូប្រាប់ទៀតថាឲ្យធានហ្នឹងបាទបងស្រីហ្នឹងប្តីនេះអត់បានទេគាត់ថាបើយកបើគាត់ត្រូវជាមួយប្តីបច្ចុប្បន្នណាគឺរស់នៅគ្នាចោះសម្រងឯងអញ្ចឹងបើសិនជាចង់ឲ្យមានបានត្រូវយកប្តីមួយទៀតហ្នឹងហើយប្តីហ្នឹងគឺត្រូវតែមានអាយុប្អូនទៀតអត់អាយុបងឯងហ្នឹងហើយព្រោះប្តីគាត់សពថ្ងៃហ្នឹងក៏អាយុខុសនេះទួយឯងតែជាអាយុបងគាត់អញ្ចឹងគាត់ចង់ឲ្យគ្រូចង់ឲ្យធានហ្នឹងណាគាត់យកប្តីមួយទៀតហ្នឹងហើយឲ្យលែងយកប្តីមួយទៀតគឺអាយុប្អូនដើម្បីរកស៊ីឡើងហើយទី2ហ្នឹងគឺត្រូវឲ្យទៅរកស៊ីសុកឆ្ងាយឈប់លក់ដូរទៅអញ្ចឹងណាហើយក្នុងពេលហ្នឹងគឺវិធាគាត់មានអារម្មណ៍គាត់សោចមែនតើគាត់សោចមែនតើប៉ុន្តែគាត់អត់មាត់ទេហើយស្រាប់ពីពេលហ្នឹងមកហ្នឹងគ្រូនឹងក៏ទៅបាត់អញ្ចឹងទៅណាទៅបាត់ហើយគ្រូនឹងគឺដើរងាកដើរចូលវិលតែអត់ចូលទេចូលបានម្ដងហ្នឹងឯងណាហើយធានហ្នឹងគាត់អង្គុយអស់ស្រ័យខ្លួនឯងថាវាមិនគួរណាគាត់បើសិនគាត់ធ្វើតាមគ្រូប្រហែលជាអាចពិបាកអញ្ចឹងណាអញ្ចឹងគាត់មិនមែនថាមិនជឿទេគាត់ជឿដែរតែគាត់ចាំមើលអញ្ចឹងទី1គឺគាត់អត់ឈប់ទេលក់ដូរហ្នឹងគឺនៅលក់ធម្មតាហ្នឹងហើយទី2គាត់អត់លេងប្តីគាត់ទេអញ្ចឹងប្តីគាត់ក៏ស្រឡាញ់ពេញបេះដូងគ្រួសារគាត់មានសុភមង្គលអញ្ចឹងណាអញ្ចឹងគាត់អត់ជឿអីទាំងអស់ណាប៉ុន្តែគាត់នឹងចាំមើលថាតើ10ឆ្នាំ20ឆ្នាំក្រោយហ្នឹងវាយ៉ាងណាអញ្ចឹងពី2015មកលើ2026អញ្ចឹងវា10ឆ្នាំហើយអញ្ចឹងអាពេលហ្នឹងហើយដែលគាត់ដឹងថាគ្រូហ្នឹងគឺជាគ្រូបោកមែនបើសិនជាយើងជឿគ្រូណាបើសិនគាត់ជឿគ្រូគឺធានាជូនគាត់នឹងអាលាយហើយមុខរបរគាត់រាល់ថ្ងៃគាត់លក់ទោះវាមិនរីកចម្រើនតែក៏វានៅតែដើររហូតអញ្ចឹងណាសពថ្ងៃនេះហើយប្តីគាត់ហ្នឹងក៏មិនได้ស្រឡាញ់គ្នាធម្មតាទទួលស្គាល់ថាប្តីប្រពន្ធវាតែងតែមានប៉ះទាស់ទាំងតិចអីតិចតួចអីចឹងណាតែប្តីគាត់ក៏ស្រឡាញ់ហ្នឹងហើយគាត់អត់លេងទេគាត់តាមទេអញ្ចឹងគឺគាត់បានរៀបរាប់ប្រាប់ admin ហ្នឹងគឺគាត់សោចបាទលក្ខណៈសោចផងគាត់ថាពេលខ្លះរឿងអាពេលជំនឿយើងជឿប៉ុន្តែយើងជឿក៏យើងមានបែបផែនដែរហើយគ្រូក៏មិនបញ្ជាក់ថាគ្រូទាំងអស់ហ្នឹងគាត់ចេះបែបកម្ពីបែបអីទេនិយាយចំថាផ្នែកអីក៏ដោយណា
កុំជឿពេកយើងបើមិនយើងជឿគ្រូយើងជឿតែ40% ឬក៏30% បានហើយអញ្ចឹងយើងត្រូវប្រើកម្លាំងនៃការគិតរបស់យើងឲ្យខ្លាំងព្រោះមនុស្សយើងពេលមានបានពេលដែលមានសុភមង្គលគ្រួសារគឺមិនមែនយកសម្ដីអ្នកដទៃមកវិភាគនៅក្នុងគ្រួសារយើងទេអញ្ចឹងទោះគាត់ជាគ្រូក្តីគាត់ជាមិត្តភក្តិឬអីក៏ដោយយើងកុំស្ដាប់គេ100% ពេកយើងគួរតែយកមកថ្លឹងថ្លែងខ្លួនឯងហើយយើងបង្ហាញចេញពីចិត្តទៅវិញអញ្ចឹងគាត់រងថ្ងៃគាត់អស់សំណើចពេលដែលគ្រូគាត់ប្រាប់គាត់បាទពេលហ្នឹងគឺគាត់ថាគ្រូហ្នឹងគឺបោកហ្មងនិយាយថាបោកហ្មងពួកគ្រូហ្នឹងបើសិនជាគាត់មានបានមែនណាគាត់មិនចាំបាច់ធ្វើគ្រូទេគាត់រៀបចំជីវិតគាត់ខ្លួនឯងជាគ្រូទីហ្នឹងណាឲ្យទៅជាអ្នកមានបាត់ទៅហើយគាត់មិនចាំបាច់ដើរអន្ត្រាក់សុំទាយគេនោះទេអញ្ចឹងយើងគួរតែគិតបាទអញ្ចឹងមានថាពេលដែលគាត់និយាយមកគឺសមហេតុផលបាទហើយ admin ក៏យករឿងនឹងមកសម្រាយប្រាប់ព្រោះរឿងនេះគឺជាទស្សនវិជ្ជាមួយនៅក្នុងសង្គមបច្ចុប្បន្នគឺជួបច្រើនមែនតើគឺដោយសារមានគ្រូបោកមនុស្សបោកឬក៏អ្នកដែលបន្លំធ្វើជាគ្រូដើម្បីកេងប្រវ័ញ្ចយាលុយរបស់យើងតិចតួចណាក្នុងមួយថ្ងៃគាត់យកបាន10000ម្នាក់យកបាន10000រៀលចុះបើមួយថ្ងៃក៏រកបាន50នាក់អញ្ចឹង50000បាត់ដែរអញ្ចឹងនេះហើយគេហៅថាក្បួនបោកសម័យថ្មីហើយរឿងនេះជារឿងពិតណារឿងនេះកើតឡើងខ្ញុំគាត់ថាកើតឡើងសឹងតែគ្រប់គ្នាហើយសូម្បីតែខ្ញុំក៏ឃើញដែរតែអត់និយាយទេខ្ញុំនិយាយតែរឿងអ្នកដែលគាត់បានដឹងអ្នកផ្សេងហើយគាត់ប្រាប់ហើយនិយាយបន្តហ្នឹងហើយអរគុណណារឿងនេះគឺជារឿងខ្លីប៉ុន្តែជារឿងពិតបាទបើសិនជាប្រិយមិត្តស្ដាប់ហើយដឹងមានកំណត់យ៉ាងណាអាចខមមិនបានបាទហើយយើងជួបគ្នានៅវីដេអូក្រោយរឿងថ្មីរឿងនិទានបាទនិងរឿងការពិតមួយចំនួនបាទសូមអរគុណ